សុភាសិតជំពូក13កូនមានប្រាជ្ញាតែងតែស្ដាប់ពាក្យទូន្មានរបស់ឪពុករីឯកូនប្រហើនមិនព្រមស្ដាប់ការស្ដីប្រដៅទេមនុស្សម្នាក់ទទួលផលល្អដោយសារពាក្យសម្ដីរបស់ខ្លួនរីឯមនុស្សក្បត់រមែងទទួលអំពើហិង្សាអ្នកណាចេះប្រយ័ត្នពាក្យសម្ដីអ្នកនោះការពារជីវិតរបស់ខ្លួនរីឯអ្នកដែលចេះតែហាមាត់និយាយរមែងនាំឲ្យខ្លួនឯងវិនាសសេចក្តីបងប្រាថ្នារបស់មនុស្សខ្ជិលមិនដែលបានសម្រេចទេរីឯមនុស្សឧស្សាហ៍រមែងទទួលនៅអ្វីដែលខ្លួនចង់បានមនុស្សសុចរិតតែងតែស្អប់ពាក្យកុហករីឯមនុស្សអាក្រក់តែងតែនិយាយមួលបង្កាច់និងបង្ខូចឈ្មោះគេមនុស្សសុចរិតតែងតែការពារមនុស្សទៀងត្រង់រីឯអំពើបាបបណ្ដាលឲ្យមនុស្សអាក្រក់វិនាសអ្នកខ្លះតាំងខ្លួនជាអ្នកមានតែក្ររហាមរីឯអ្នកខ្លះទៀតដាក់ខ្លួនជាអ្នកក្រតែមានស្រុកស្ដំអ្នកមានតែងតែអាងលើទ្រព្យដើម្បីធានាជីវិតរបស់ខ្លួនរីឯអ្នកក្រីក្រវិញគ្មាននរណាគំរាមកំហែងគេឡើយមនុស្សសុចរិតប្រៀបដូចជាពន្លឺត្រចះត្រចង់រីឯមនុស្សអាក្រក់ប្រៀបដូចជាចង្កៀងរលត់ការវាយរឹកធំតែងតែបង្កឲ្យមានទំនាស់រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញាទ្រព្យរកបានរហ័សបាត់បង់ក៏រហ័សដែររីឯទ្រព្យរកបានដោយសន្សំរមែងកើនឡើងជាដរាបការអស់សង្ឃឹមតែងតែនាំឲ្យព្រួយចិត្តរីឯការសម្រេចដោយបំណងប្រៀបបាននឹងដើមឈើដែលមានជីវិតអ្នកណាមើលងាយព្រះបន្ទូលអ្នកនោះរមែងមានទោសរីឯអ្នកដែលគោរពព្រះបញ្ជាតែងតែទទួលរង្វាន់ការព្រៀងប្រដៅរបស់មនុស្សសុចរិតជាប្រភពនៃជីវិតហើយការពារជីវិតឲ្យរួចពីអន្ទាក់នៃសេចក្តីស្លាប់មនុស្សចេះគិតពិចារណាតែងតែមានគេគោរពរីឯមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាសមនុស្សឆ្លាតរមែងគិតមុននឹងគូរីឯមនុស្សខ្លៅតែងតែលាតត្រដាងភាពល្ងីល្ងើរបស់ខ្លួនអ្នកនាំសារដែលជាមនុស្សអាក្រក់តែងតែធ្លាក់ខ្លួនអន្តរាយរីឯទូតដ៏ស្មោះត្រង់តែងតែនាំសេចក្តីសុខអ្នកដែលមិនទទួលការអប់រំរមែងធ្លាក់ខ្លួនក្រហើយត្រូវគេមើលងាយរីឯអ្នកដែលសុខចិត្តទទួលការស្ដីប្រដៅតែងតែមានកិត្តិយសសេចក្តីពងប្រាថ្នាដែលបានសម្រេចរមែងនាំឲ្យសប្បាយចិត្តរីឯមនុស្សខ្លៅមិនចូលចិត្តលះបង់គំនិតអាក្រក់របស់ខ្លួនចោលទេនៅជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញាតែសែបគប់ជាមួយមនុស្សខ្លៅនាំឲ្យខ្លួនទៅជាមនុស្សអាក្រក់មនុស្សបាបតែងតែជួបនឹងទុក្ខវេទនារីឯមនុស្សសុចរិតតែងតែទទួលសុភមង្គលទុកជារង្វាន់មនុស្សសប្បុរសតែងតែមានមរតកទុកចែកឲ្យកូនចៅរីឯមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិតស្រែចម្ការដែលជនក្រីក្រភ្ជួររាស់តែងតែបង្កើតផលយ៉ាងបរិបូរណ៍ប៉ុន្តែមានអ្នកខ្លះស្លាប់ព្រោះតែខ្វះយុត្តិធម៌អ្នកណាមិនសូវប្រើរំពាត់អ្នកនោះមិនស្រឡាញ់កូនទេរីឯអ្នកដែលស្រឡាញ់កូនតែងតែវាយប្រដៅវាមនុស្សសុចរិតតែងតែមានអាហារបរិភោគគ្រប់គ្រាន់ជាដរាបរីឯមនុស្សអាក្រក់តែងតែអត់បាយ